ទីបំផុតខ្ញុំទិញសភៅនេះបានហើយហើយចង់និយាយថាសភៅហ្នឹងគឺពិបាករកទិញខ្លាំងមែនទែនមានលុយក៏មិនប្រកាសទិញបានដែរខ្ញុំដើររកច្រើនកន្លែងហើយគឺអត់មានទេហើយនេះគឺ version ចាស់គេទៀតហើយអានេះខ្ញុំទិញតពីគេទេដោយសារតែគេអានចប់តែគេលក់ឲ្យខ្ញុំអញ្ចឹងបើទៅរកថ្មីក៏អត់មានដែរអ្នកនរគ្នាគឺគេដាច់ stock គ្រប់កន្លែងហ្មងអូនិយាយទៅខ្ញុំញាប់ញ័រក្នុងការអានសភៅនេះខ្លាំងមែនទែនដោយសារតែទី1គឺនៅបាត់ដំបងរឿងគេខ្ញុំផ្សេងនៅខេត្តបាត់ដំបងហ្មងអញ្ចឹងខ្ញុំអ្នកបាត់ដំបងអញ្ចឹងខ្ញុំចង់អាននៅនឹងស្រាប់ហើយដោយសារតែតាក់ទងពីរឿងស្នេហាប្រវត្តិសាស្ត្រអីនៅកាលជំនាន់មុននេះអញ្ចឹងអ្នកនរគ្នាគឺស្ដាប់គេ review ហើយគឺខ្ញុំញ័រខ្លាំងមែនទែនខ្ញុំដើរទិញចង់មួយខែជាងហើយក៏ទឹមតែបានទេនិយាយទៅអរគុណអ្នក research ខ្ញុំខ្លាំងមែនទែនហ្មងណានិយាយទៅខ្ញុំស្ដាយខ្លាំងមែនទែនខ្ញុំរកទិញអា version ក្រោយគេក្របគេរឹងហើយនិយាយទៅគឺស្អាតជាងនេះហ្មងណាតែអានេះក៏អត់អីដែរព្រោះយើងយកមកអានហើយខ្ញុំប្រហែលជាអត់លក់ទេដោយសារតែសភៅខ្ញុំអត់ងាយអានហ្មងណាហើយបើអានតើខ្ញុំជួយចិត្តខ្លាំងមកខ្ញុំទៅទិញហើយយកមកអានហើយគឺអត់ហ៊ានលក់ទេគឺស្ដាយដូចរឿងកំណត់ហេតុពណ៌ស្វាយអីហ្នឹងគឺទិញហើយអត់ដាច់ចិត្តលក់វិញទេអូយតែរឿងនេះគឺចាំមើលខ្ញុំអានហើយខ្ញុំនឹងប្រាប់ថាមិនខ្លះនៅក្នុងហ្នឹងព្រោះមើលគេ review ហើយក៏ទុកអារម្មណ៍អត់ជាប់ត្រឹមតែយើងអានហើយទៀតហ្នឹងហើយតែប៉ុណ្្នឹងទេគឺខ្ញុំទិញបានហើយ